ចំណាប់ថ្នាក់ប្រុសស្អាតប្រចាំឆ្នាំ2025នេះចាញ់ហើយអ្នកទាំងអស់គ្នាចាំមើលទាំងអស់គ្នាណាថាមាន idol របស់យើងអត់សម្រាប់តន្ន័យគឺដោយរដងយកមកពី TC Candler សរុបទាំងអស់មាន100នាក់តែខ្ញុំយកតែ top 10 មកនិយាយទេបរិសង្ហាលំដាប់ថ្នាក់ទី10បានទៅ Nikki ឆ្នាំមុនណាជាប់លេខ5ឆ្នាំនេះធ្លាក់ដល់តែ5លេខតែមុខឆ្នាំនេះស្អាតជាងឆ្នាំមុនទៀតគាត់ជាតារា K-pop ក៏ប៉ុន្តែគាត់កើតនៅក្នុងប្រទេសជប៉ុនកើតឆ្នាំ2005ឆ្នាំនឹងទៅតែអាយុ20ឆ្នាំទេក៏ប៉ុន្តែប្រឡូកវិស័យ K-pop ដល់ទៅ5ឆ្នាំហើយជាក្មេងដែលឧស្សាហ៍ខ្លាំងមែនតើទី9គឺ Lucen Lewis Cow កើតនៅប្រទេសអង់គ្លេសសប្តាហ៍ថ្ងៃគឺជាតារា Hollywood ឆ្នាំមុនជាប់លេខ10ឆ្នាំនេះជាប់លេខ9អ្នកមើលរឿង Emily in Paris ប្រកាសជាធ្លាប់ស្គាល់គាត់ហើយដោយសារតែគាត់ជាតួអង្គសំខាន់ម្នាក់នៅក្នុងនឹងដែរទី8 Chris Hemsworth តួរបស់យើងនឹងឆ្នាំមុនជាប់លេខ1តែឆ្នាំនេះធ្លាក់មកដល់លេខ8កើតនៅក្នុងប្រទេសអូស្ត្រាលីជាតារា Hollywood ដូចគ្នាឆ្នាំនឹងអាយុ42ឆ្នាំហើយតែមុខនៅតែលយដដែលទី7បានទៅ BTS V ជាជនជាតិកូរ៉េខាងត្បូងសប្តាហ៍ថ្ងៃធ្វើជាតារា K-pop ផងតារាសម្ដែងផងនៅខ្មែរមានអ្នកចូលចិត្តគាត់ច្រើនខ្លាំងមែនតើព្រោះ BTS ហើយណាមិនល្បីហើយ V ឥឡូវមិនមែនជាក្មេងតូចដូចពីមុនទេរូបរាងគាត់មែនលីសង្ហាជាមុនព្រោះទៅតែចាញ់ពីតាហ៊ានហើយទី6 Khalid Ibrahim Seyhan ជាតារាសម្ដែងជនជាតិទូគីឆ្នាំនឹងអាយុ43ឆ្នាំពូនឹងជាប់ក្នុង top 10រហូតឆ្នាំមុនណាជាប់លេខ4ឆ្នាំនេះជាប់លេខ6និយាយទៅនៅតែខ្លាំងចឹង fan គាត់ហ្នឹងក៏អត់ធម្មតាដែរទី5មកដល់លេខនេះហាបេះដូងអ្នកខ្លះគឺខ្ទេចតែម្ដង Yu Mei Long ជាឆ្នាំទី1ដែលគាត់ជាប់ top ក៏ជាឆ្នាំដែលគាត់ទទួលមរណភាពផងដែរ Yu Mei Long គឺជាតារាសម្ដែងជនជាតិចិនទៅតែស្លាប់នៅខែ9ឆ្នាំ2025នេះទេហើយការស្លាប់របស់គាត់គឺអាកំបាំងខ្លាំងមែនតើមកដល់ឡើយហើយមានតម្រុយតែចាប់អ្នកធ្វើអត់បានដោយសារអ្នកធ្វើសង្ស័យថាគឺជាអ្នកដែលមានខ្សែធំហើយ fan ណានៅតែខំរកយុត្តិធម៌ឲ្យគាត់ចឹងសង្ឃឹមថាថ្ងៃមួយនឹងមានយុត្តិធម៌សម្រាប់គាត់ចាស់ទី4គឺ Henry Cavill ជាតារា Hollywood ជនជាតិអង់គ្លេសតួអង្គ Superman ឆ្នាំនេះអាយុ42ឆ្នាំហើយឆ្នាំមុនណាគាត់ជាប់លេខ6ឆ្នាំនេះជាប់លេខ4មានន័យថាទោះបីគាត់ចាស់មែនតែ fan របស់គាត់នៅតែគាំទ្រច្រើនទី3 Eden SGN ជាតារាសម្ដែងជនជាតិសិង្ហបុរីឆ្នាំមុនជាប់លេខ9ឆ្នាំនេះខ្លាំងមែនតើឡើងមកដល់លេខ3អាយុ32ឆ្នាំសប្តាហ៍ថ្ងៃនេះកំពុងតែសម្ដែងនៅក្នុងរឿងភាគចិនទី2ក្មេងៗចំនួនក្រោយចូលចិត្តខ្លាំង Jacob Elordi គាត់កើតនៅប្រទេសអូស្ត្រាលីសប្តាហ៍ថ្ងៃគឺជាតារាសម្ដែង Hollywood កម្ពស់គាត់និយាយពីថាខ្ពស់អស់ស្ទះហើយ1.97 ម៉ែត្រមកចឹងហើយបានពេលមើលរឿងឃើញគាត់ឡើងខ្ពស់ដូចប្រែតចឹងតែនៅតែមើលឃើញលយដោយសារមុខគេវាស្អាតទី1បានទៅចាងចាហានអត់ធម្មតាឆ្នាំមុនជាប់លេខ3ឆ្នាំនេះជាប់លេខ1ជាតារាសម្ដែងតារាចម្រៀងជនជាតិចិនអាពេលគាត់មានគេឈ្មោះខ្លាំងនៅចិនឆ្នាំ2020ជាងហ្នឹងណារលាយខ្ទេចអស់រលីងដោយសារតែរូបភាពមួយស្លឹកនេះតែគាត់នៅតែខំចឹងទោះបី fan នៅចិនស្អប់គាត់ឡើងគាំទ្រគាត់នៅតែបន្តលើវិស័យសិល្បៈអត់បញ្ឈប់ទេហើយឥឡូវនេះល្បីជាងមុនទៀតល្បីបែបអន្តរជាតិតែម្ដងបន្តពីមើលឲ្យអ្នកទាំងអស់គ្នាចូលចិត្តលេខប្រមាណដែរកុំភ្លេច comment នៅខាងខវីដេអូមួយនេះ sponsor ដោយ brand Philly តាំងពីកាត់សក់មកខ្ញុំអត់ចូលចិត្តមូសសក់ទេដោយសារគិតថាមូត